នេះជាសហគមន៍តំបន់ការពារធម្មជាតិជាំពេនហើយនេះគឺជាតាឈុំដែលគាត់ជាចាស់ទុំនិងជាអ្នកការពារនិងថែរក្សាតំបន់នេះហើយរយៈពេល3យប់4ថ្ងៃនេះលោកតានឹងនាំពួកខ្ញុំទៅសិក្សាពីព្រៃឈើក៏ដូចជាដឹងពីអត្ថប្រយោជន៍នៃដើមឈើទាំងនោះសម្រាប់ពេលព្រឹកនៅសហគមន៍គឺស្រស់ស្រាយមែនទែនជាមួយនឹងបរិយាកាសចុះអាប់តិចហើយព្រឹកនេះដែរគឺលោកតានឹងនាំពួកខ្ញុំទៅសិក្សាពីដើមឈើមួយចំនួននៅក្នុងសហគមន៍នេះហើយនេះគឺជាដើមច្បក់ដែលមានអាយុកាលប្រមាណជា50ឆ្នាំជាងហើយដែលគេមានជំនឿថានៅដើមឈើនេះមានអ្នកថែរក្សាក៏ដូចជារុក្ខរៈអ្នកតាដែលគាត់ចាំការពារថែរក្សានៅតំបន់នេះផងដែរជាទូទៅយើងធ្លាប់តែលើការសាក់យ័ន្តនៅលើដងខ្លួនតែនេះគឺជាការសាក់យ័ន្តនៅលើដើមឈើម្ដងសម្រាប់ខ្ញុំការសាក់យ័ន្តលើដើមឈើគឺជាពាក្យមួយប្លែកមែនទែនហើយការសាក់យ័ន្តនេះផងដែរគឺមានការនិមន្តព្រះសង្ឃដើម្បីធ្វើប្រសិទ្ធិនៅដើមឈើដែលយើងសាក់យ័ន្តនេះដែរហើយដើមឈើដែលអ្នកទាំងអស់គ្នាកំពុងតែឃើញហ្នឹងគឺជាដើមឈើទាលដែលមានអាយុកាលប្រហែលជា100ឆ្នាំជាងហើយព្រោះរាល់ដងខ្ញុំធ្លាប់តែឮឈ្មោះដើមឈើទាលអញ្ចឹងណាតែឥឡូវបានឃើញច្បាស់ហើយដើមឈើមួយគឺពិតជាមានអាយុកាលវែងមែនទែនហើយបើសិនជាយើងថែរក្សាការពារក៏ដូចជាអភិរក្សកូនចៅជំនាន់ក្រោយគាត់នឹងបានសិក្សាក៏ដូចជាស្គាល់ពីដើមឈើទាំងអស់នឹងដូចយើងដែរហើយសម្រាប់ស្បង់ដែលបានរុំនៅលើដើមឈើហ្នឹងគឺដើមឈើហ្នឹងត្រូវបានបំពុះដោយព្រះសង្ឃដែលការបំពុះនេះដែរគឺមានគោលបំណងដើម្បីអញ្ជើញម្ចាស់ទឹកម្ចាស់ដីឬក៏បារមីវត្ថុស័ក្តិសិទ្ធិហ្នឹងមកឃុំក្រងនៅដើមឈើក៏ដូចជាការពារថែរក្សានៅតំបន់នេះទាំងមូលផងដែរហើយមិនមានតែប៉ុណ្្នឹងក្រៅពីហ្នឹងគឺពួកខ្ញុំបានទៅសិក្សាពីដើមឈើផ្សេងទៀតហើយដើមឈើដែលអ្នកទាំងអស់គ្នាកំពុងតែឃើញនេះដែរគឺជាដើមឈើដែលមានរុក្ខទេវតាចាំជួយថែរក្សានៅនឹងផងដែរហើយរុក្ខទេវតាគឺមានឈ្មោះផលីផល្លាដែលគាត់ចាំជួយថែរក្សានិងការពារព្រៃឈើនៅតំបន់នេះដូចគ្នាហើយនេះគឺជាផ្លែអង្គុយសម្រាប់ខ្ញុំគឺជាលើកទី1ឯដែលបានឃើញផ្ទាល់ភ្នែកហើយលោកតាក៏បានបញ្យល់ពីដើមតងនៃការធ្វើអង្គុយអញ្ចឹងណានិយាយទៅគឺវាមានដំណាក់កាលរបស់វាដែរទ្រាំតែខ្លាយទៅជាអង្គុយដែលយើងបោះហ្នឹងហើយនេះគឺជាដើមស្លែងដែលចាស់ជំនាន់មុនគាត់យកជ័ររបស់វាហ្នឹងមកធ្វើជាជ័រឆក់សម្រាប់ប្រមាញ់សត្វធំអញ្ចឹងណាហើយនិយាយទៅនៅនេះគឺសម្បូរដើមដែលមានអាយុកាលវែងមែនតើហើយដើមច្បក់នេះផងដែរគឺអាយុកាលប្រហែលជា80ទៅ90ឆ្នាំអីចឹងយើងឃើញភាគច្រើនគឺដើមឈើនៅនឹងធំហើយមានអាយុកាលវែងសិតសឹងតែត្រូវបានបំពោះដើម្បីការពារពីការកាប់បំផ្លាញអញ្ចឹងណាហើយនេះគឺជាចកាមកកន្លែងដែលមានថ្នាំខ្លាំងដុះនៅនឹងហើយក៏ដូចជាមានផ្លែល្ពៅអីនៅនឹងដែរតាមពិតដើមថ្នាំខ្លាំងហ្នឹងគឺគេយកទៅធ្វើថ្នាំចុកដែលចាស់ពីដើមគាត់យកមករុំជាមួយស្លឹកសកែដើម្បីជក់ធ្វើបរិយអីចឹងណាហើយចេញពីហ្នឹងទៅគឺពួកខ្ញុំបានទៅដល់កំពង់ទឹកមួយដែលនៅហ្នឹងគេហៅថាកំពង់ចម្លងក្របីដែលទឹកនៅហ្នឹងត្រជាក់មែនតើហ្មងសំខាន់មានក្បូនដែលយើងជិះទៀតហើយនៅចិត្តហ្នឹងផងដែរគឺមានដងមួយដែលអត់សូវធំទេដែលគេហៅថាដងដៃទឹកនៅក្នុងហ្នឹងអត់ចេះរីងទេហើយខ្ញុំបានភ្លក់អីគឺរសជាតិវិញគឺពិបាកពណ៌នាអំពីរសជាតិហ្នឹងមែនតើហើយរយៈពេលមួយថ្ងៃហ្នឹងគឺខ្ញុំរៀនសូត្របានច្រើនមែនទែនពីសហគមន៍មិនថាជាចំណេះដឹងតាក់ទងនឹងព្រៃឈើរុក្ខជាតិឬក៏ការប្រស័យតាក់ទងគ្នានៅក្នុងសហគមន៍ឯងគឺខាងសហគមន៍បានផ្ដល់ខ្ញុំច្រើនមែនទែនហើយអីដែលពិសេសហ្នឹងគឺខ្ញុំពិតជាកោតសរសើរដល់លោកតាក៏ដូចជាបងដែលគាត់នៅក្នុងសហគមន៍ហ្នឹងដែលគាត់បានលះបង់ពេលវេលារបស់គាត់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តញើសឈាមរបស់គាត់ហ្នឹងដើម្បីតែការពារព្រៃឈើនេះឲ្យគង់វង្សឯងហើយសហគមន៍នេះគឺប្រៀបដូចជាបេះដូងរបស់បងប្អូនជនជាតិដើមគួយចឹងតែពួកគាត់ខិតខំថែរក្សាការពារតកូនតចៅគឺដើម្បីតែឲ្យព្រៃឈើហ្នឹងគង់វង្សឯងចឹងហើយបានថាយើងទាំងអស់គ្នាដែលជាយុវជនជំនាន់ក្រោយហ្នឹងត្រូវចូលរួមថែរក្សាក៏ដូចជាការពារនិងផ្សព្វផ្សាយនៅតំបន់ព្រៃឈើធម្មជាតិហ្នឹងដើម្បីឲ្យប្រជាជនយើងបានដឹងកាន់តែច្រើនហើយនឹងចូលរួមអភិរក្សនិយាយទៅយើងត្រូវការព្រៃឈើហើយព្រៃឈើក៏ត្រូវការពួកយើងទាំងអស់គ្នាដើម្បីជួយថែរក្សានិងការពារផងដែរចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ